ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះសរិកាគឺជា coordinator ក្នុងគម្រោង Girl Act នាងខ្ញុំសប្តាហ៍ថ្ងៃរស់នៅក្នុងភូមិតូចមួយនៅក្នុងទីក្រុងភ្នំពេញខ្ញុំចូលមកធ្វើការនៅក្នុងគម្រោង Girl Act តាំងពីឆ្នាំ2020មកម្ល៉េះដោយមានការបោះឆ្នោតពីសហគមន៍របស់នាងខ្ញុំការងារជាមួយ Girl Act ខ្ញុំបានធ្វើការងារធំៗចំនួន3ទី1គឺការកសាងសមត្ថភាពការកសាងសមត្ថភាពបានធ្វើឲ្យខ្ញុំបានយល់អំពីមេរៀនជីវិតជាច្រើនដែលមានការអប់រំជាមួយនឹងវគ្គខ្លីៗដូចជាការអប់រំទាក់ទងនឹងសុខភាពបន្តពូជសុខភាពផ្លូវភេទជំងឺអេដនិងការទាក់ទងជាមួយនឹងជីវិតនិងសុខភាពផ្សេងៗទៀតទី2ការគ្រប់គ្រងកម្មវិធីការគ្រប់គ្រងកម្មវិធីនេះផងដែរនាងខ្ញុំបានរៀនចេះដឹងអំពីការធ្វើរបាយការណ៍រៀបចំការប្រជុំប្រចាំខែជាមួយក្មេងស្រីនៅតាមតំបន់នានាដែលដាច់ស្រយាលហើយជាពិសេសគឺការចូលរួមជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗដូចជាទិវាពិភពលោកប្រឆាំងនឹងជំងឺអេដទិវាអន្តរជាតិនារីនិងទិវាផ្សេងៗទៀតដែលបានរៀបចំឡើងដោយអង្គការ AHF ផងដែរទី3គឺការចូលរួមនិងការចុះធ្វើការងារទាក់ទងជាមួយនឹងក្រុមពិភាក្សាក្នុងក្រុមពិភាក្សានេះផងដែរនាងខ្ញុំបានប្រមូលផ្ដុំក្មេងស្រីមកពីកន្លែងផ្សេងៗគ្នាដែលពួកគាត់ជួបជាមួយនឹងបញ្ហាការខ្វះខាតការបោះបង់ការងារនិងពាក់ព័ន្ធជាមួយនឹងក្មេងស្រីដែលផ្ទុកមេរោគអេដនិងរស់នៅជាមួយមេរោគអេដផងដែរពេលដែលពួកយើងធ្វើការពិភាក្សានេះពួកយើងបានណែនាំនិងផ្ដល់បទពិសោធន៍ចែករំលែករឿងរ៉ាវក្នុងចិត្តផ្សេងៗទៅកាន់គ្នាទៅវិញទៅមកហើយពួកយើងក៏បានព្យាយាមរកដំណោះស្រាយដែលសមស្របមួយទៅឲ្យគ្នាហើយធ្វើយ៉ាងណាលើកទឹកចិត្តឲ្យមានការបន្តការសិក្សានិងការរស់នៅជាពិសេសគឺការទទួលបានការព្យាបាលជារៀងរាល់ខែដើម្បីកុំឲ្យពួកគាត់មានផលលំបាកនៅក្នុងជីវិតខ្លួនឯងបន្តទៅមុខទៀតក្នុងនោះផងដែរនាងខ្ញុំក៏ដូចជាក្មេងស្រីផ្សេងៗទៀតទទួលបានផលចំណេញជាច្រើនពីក្នុងគម្រោងនេះទី1នាងខ្ញុំបានយល់ដឹងនិងចេះរៀនអំពីការងារផ្សេងៗដែលនាងខ្ញុំអាចយកការងារទាំងអស់នោះដូចជាការធ្វើរបាយការណ៍ការរៀបចំការងារផ្សេងៗទៅធ្វើនៅខាងក្រៅដូចជានៅក្នុងសាលារៀននៅតាមសហគមន៍ផ្សេងៗផងដែរទី2នាងខ្ញុំអាចអភិវឌ្ឍភាសាអង់គ្លេសដោយការចូលរួមប្រជុំជាមួយនឹងអង្គការ AHF និងជាមួយនឹងប្រទេសផ្សេងៗទៀតតាមរយៈអនឡាញដូច្នេះនាងខ្ញុំអាចប្រើប្រាស់ភាសាអង់គ្លេសខ្លួនឯងរាល់ថ្ងៃឬក៏មួយឆ្នាំពីរបីដងដើម្បីឲ្យអភិវឌ្ឍការប្រើប្រាស់ភាសាអង់គ្លេសហើយនឹងការនិយាយទៅកាន់អ្នកដទៃមានភាពល្អជាងមុននៅមានចំណុចមួយទៀតគឺជាបញ្ហាប្រឈមដែលពួកយើងទាំងអស់គ្នាបានជួបប្រទះទី1គឺនៅសល់ក្មេងស្រីមួយចំនួនទៀតដែលគាត់មិនអាចចូលរួមបានដោយសារគាត់មានភាពអៀនខ្មាស់ហើយពេលខ្លះគាត់មានការរារាំងពីគ្រួសារហើយម្យ៉ាងវិញទៀតគឺគាត់នៅតែមិនទាន់ក្លាហាននៅក្នុងការបញ្ចេញមតិរបស់គាត់ទៅកាន់មជ្ឈដ្ឋានខាងក្រៅដើម្បីឲ្យគេយល់ដឹងហើយនឹងគេអាចជួយគាត់បានម្យ៉ាងវិញទៀតក្មេងស្រីរបស់យើងក៏នៅតែគិតថាខ្លួនឯងមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងបញ្ហាសង្គមផ្សេងៗដែលគាត់បានជួបផងដែរហើយខ្ញុំសង្ឃឹមថាគម្រោង Girl Act នៃអង្គការ AHF នៅតែបន្តជួយក្មេងស្រីនៅតាមតំបន់ផ្សេងៗទៀតជាពិសេសគឺក្មេងស្រីដែលក្រីក្ររស់នៅជាមួយនឹងមេរោគអេដហើយក្មេងស្រីដែលទទួលរងផលប៉ះពាល់ពីមេរោគអេដផងដែរ